ជាវគ្គបញ្ចប់នៃកម្មវិធីផងដែរចានៅក្នុងវគ្គនេះយើងនឹងបង្ហាញជូនបេក្ខនារីដែលគាត់មានមុខរបរជាអ្នកលក់ដូរនៅខេត្តកំពង់ចាមអូឆ្ងាយដែរណា25ឆ្នាំបាទ25ឆ្នាំវ័យកណ្ដាលចា វ័យកណ្ដាល ហើយមានឈ្មោះឈ្មោះអ្នកស្តៀងអ្នកចម្រៀងយើងម្នាក់ចាតែគាត់ពៅសុជាតិនិយាយទៅប្រហើបហ្នឹងនិយាយហ្មងទៅអញ្ចឹងណាអ្នកចម្រៀងយើងចេះឆ្ងល់បាទ ចា ជួបជាមួយនឹងបេក្ខនារីពៅសុជាតាចាអូហើយឈ្មោះដូចម៉េះត្រូវជាមិនដឹងគាត់ឬក៏មិនទៅត្រូវជាបងប្អូនមានខ្សែស្រឡាយអីតិចតួចទេអត់ផង អត់ហ្មងហ៎តែមិនឈ្មោះដូចទាំងតកូលទាំងឈ្មោះហ្មងណាម៉ាក់ប៉ាដាក់ឲ្យអូចាលោកតាតកោពៅយើងឈ្មោះសុជាតាអញ្ចឹងណាកញ្ញាមានចេះច្រៀងឯខ្លះទេបានឈ្មោះដូចអ្នកចម្រៀងអញ្ចឹងបាទចាចេះខ្លះតាអាយ៉ាយ៉ាការធ្វើខ្លួនគាត់ក៏របៀបអ្នកចម្រៀងដែរចាបាទហើយចង់ជំរាបសួរបន្តិចបានមករបស់ជាអ្នកលក់ដូរនោះជាអ្នកក្នុងផ្សារឬក៏នៅផ្ទះធម្មតាទេបាទនៅសាលារៀនអូគាត់មានអាជីពសិល្បៈដែរពេលគាត់ឈរគាត់ត្រូវតែកវីចឹងរហូតពួកគាត់និយាយកុំឲ្យកាយវិការងាប់ស្ដោគាត់ត្រូវរលរអញ្ចឹងហើយមានពីសិល្បៈក្នុងខ្លួនខ្លះធម្មតាអញ្ចឹងបាទធម្មតាសិល្បៈគឺអញ្ចឹងបាទតែពេលនេះសង្ឃឹមប្រហែល%ដែរ70% មកមុនមកមានបានអុចធុកឬក៏សែនព្រេនបន្តិចតួចទេបាទអុចធុកនៅផ្ទះអុចធុកសុំឲ្យប្រាថ្នាចង់បានអីគេបាទមើលសុំសួរចិត្តបន្តិចមើលហ៊ាននិយាយទេបាទបានអីក៏បានឲ្យតែបានអីក៏បានហើយកុំឲ្យតែអត់ចានេះខ្ញុំជូនពរដោយសារវគ្គមុន3វគ្គដំបូងហ្នឹងគឺយើងបានចាក់ចេញពីកម្មវិធីនៅក្នុងវគ្គដំបូងតែម្ដងអញ្ចឹងវគ្គចុងក្រោយកូនពៅសង្ឃឹមថាទទួលបានភាពជោគជ័យបានជារង្វាន់អីទួចគ្រាន់តែចាក់ជូនពរណាប៉ុន្តែលទ្ធផលយ៉ាងម៉េចខ្ញុំមិនតាន់ដឹងទេបាទអរគុណមកជាមួយនឹងការបើកស្លាកយកនៅរង្វាន់ពីកម្មវិធីរបស់យើងខ្ញុំបាទសូមជំរាបជូនលក្ខន្តិកៈដល់កញ្ញាសុចិតាក៏ដូចជាលោកអ្នកបានជ្រាបទាំងអស់គ្នាចាសម្រាប់ការបើកស្លាកមាន50ជាសន្លឹកចែកចេញជា3ផ្នែកផ្នែកទី1គឺពីលេខ1ដល់លេខ4បើសិនកញ្ញាបើកបាសគឺកញ្ញាទទួលបាននៅរង្វាន់ដ៏ធំគឺលេខ0ផ្នែកទី2គឺពីលេខ5នឹងទៅណាគឺមានរាប់ចាប់ពីទូរទស្សន៍រាប់ចាប់ពី iPad រាប់ចាប់ពីទូរស័ព្ទ iPhone 5និងកង់គឺបើសិនជាបើកបាសចំណុចចំលេខ5អូខេបើកចំអីយកនឹងតែម្ដងបើសិនជាពីលេខ6រហូតដល់សម្រាប់កាចាស់គឺបានន័យថាកញ្ញាទទួលបានទឹកប្រាក់$15,000អូយចង់បានទេចង់បានមិញហ្នឹងបានទឹកមកទៀតមកពេញមិញព្រោះខ្ញុំស្គាល់ហើយរាល់សប្តាហ៍ទឹកមុនបាន3វគ្គមុនអញ្ចឹងអត់តាន់ប៉ះខាងនោះទេបើខាងប៉ះខាងនេះបងបានអូខេជូនពរបាទជ្រាបឲ្យមែនទេបាទយល់ទេបងនឹងមួយទៀតបើសិនជាកញ្ញាស្រាប់តាសម្រេចចិត្តឬស្លាកមួយហើយក៏ហាក់ដូចជាពេញចិត្តសោះចាចង់ផ្លាស់ប្ដូរអន្តរភាព3ដងចាហាមប៉ះចង្អុលប្រាប់បានឬក៏បើខ្ជិលចង្អុលទេយូរបានដូចគ្នាតែមកគាត់ចង់ចឹងដែរទៅមកក៏ទៅដល់លោកចម្រុងឯងអូចាអរគុណសានយល់ហើយយល់ចាសូមជ័យទៅកាន់ទីតាំងសូមសម្លេងស្វាគមន៍ដល់អស់គ្នាមកចាអរគុណអូលោកចម្រុងចាជ័យមកខាងនេះមកឆ្លប់ទៅក្រោយលើកនេះយើងចង់ទៅតែ2នាក់ទុកចាទូនឹងបើចិត្តស្លាកមួយណាបាទសួរយោបល់ពីបងប្អូននៅខាងមុខក៏បានដែរលើក្រោមឆ្វេងស្ដាំចូលចិត្តខ្លួនឯងហ៎គាត់ថាឲ្យរើសតាមចិត្តខ្លួនឯង Take me to your heart ខាងលើខាងស្ដាំពេញចិត្តឯនេះខ្ញុំឬក៏លោកចំណងជាអ្នកបើកផ្លាកអូស្រឡឹងមុខហ្នឹងអូស៊ីប៉ាឲ្យបងរដ្ឋាអូចេះបិឆោទៀតណាចេះបិឆោលោកចំណងទៀតណាចាកប់សេរីហ្មងណែចាកាន់អូយស្អប់ទីខ្ញុំខ្លាំងហ្នឹងចាអរគុណច្រើនទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាផ្ទាល់ទីនេះក៏ដូចជាតាមគេថាកំពុងតែតន្ទឹងចាំថាមួយសន្លឹកនេះគឺជាសន្លឹកដំបូងរបស់កញ្ញាសៀតាមិនដឹងថាជាសន្លឹកមួយដែលត្រូវបានបន្តក្នុងកម្មវិធីឬក៏ចាក់ចេញពីកម្មវិធីនោះទេក៏បើខាតពេលវេលាយូរសូមជម្រាបទស្សនាទាំងអស់គ្នាហេខ្ញុំជួយស្ទាបហ៎មកនេះស្ទាបឲ្យបានណាពេលលោក20ពេកស្គាល់បេះដូងអីចឹងណាសន្លឹកមួយដែលត្រូវបានទៅឬមិននៅឬក៏ចាក់ចេញគឺជាសន្លឹកមួយ
ชิดท่าเสริมตุสนาเมอร์ ចា ตุสนาให้เมอร์เตียนบ้านคลังมวยให้ ចា บ้านคลังมวยให้ មានអារម្មណ៍ เสริ មិន ม ដែរ ตุสนาคณะเทียนประบับชเนี่ย69.2% ចាសុជាតាមានអារម្មណ៍មិនដែរទៅ មានអារម្មណ៍ថារំភើបហើយសប្បាយ ចឹងហ៎ទៅអត់ដូចមើលទៅស្ ទោះយ៉ាងណាបានកង់មួយទៅផ្ទះដែរ អូចាអរ ចូល គុណ ចិត្តជី ច្រើន កង់ទេបាទ ចូលចិត្តតា ចេះជីកង់ទេ ចេះ អូ ចឹងពេលមកជាអីមក ពេលមកដើរមក អូអែមិនចឹងបានកង់ជិះទៅវិញស្មាមកជិះឡានមកຕົកឡាននេះយកកង់ទៅ សុចិត្តតាតើបើកទូដដែលឬក៏ដូរទូ ចាចាຕົករយៈពេលឲ្យគិតសិន ចង់ដូរទូ បាទ ចាសុំ ចង់ដូរទូឥឡូវសុចិត្តតាបានធ្វើការផ្លាស់ប្ដូរទូ ចា ទូនេះហ្នឹងណាច្បាស់ហើយតើពេញចិត្តស្លាកមួយណាដែរបាទ ខាងក្រោមខាងឆ្វេងនេះខ្ញុំដដែលជាអ្នកបើក សុំជ័យបាទកញ្ញាបាទយោហូគេតឲ្យសិនទេមើលសម្ដៅក្រោយមកដឹង ចាអរគុណច្រើននេះគឺជាសញ្ញាទី2សម្រាប់កញ្ញាជាតិដែលគាត់បានជ្រើសរើសមិនដឹងថាជាសញ្ញាមួយដែលត្រូវបានបន្តឬក៏ចាក់ចេញឬក៏ជាសញ្ញារង្វាន់ទៀតទេ សុំជ័យ គឺជាសញ្ញាមួយដែលត្រូវបានបន្តឬក៏ចាក់ចេញជាសញ្ញាមួយដែលត្រូវបានបន្តក្នុងកម្មវិធី ហើយនេះឃើញថាកញ្ញាសុជាតិតាមានអត្ថប្រយោជន៍បន្តទៀតសូមទស្សនានៅប្រាក់$10និងកង់មួយ ចា សូមទស្សនានៅប្របាបគឺប្របាបឈ្នះ 69.2% ចាឃើញថាឥឡូវនេះគាត់មានឱកាសក្នុងការបន្តទៅក្នុងវគ្គក្រោយទៀតហើយចាឥឡូវសូមជើញធ្វើការជ្រើសរើសនៅមានទូបន្តឬក៏ចង់បានទូដដែលក៏បានដែរដូរ ទូបាទកញ្ញាហាក់ដូចជាមិនសូវបកកែខាងមហាស័ព្ទទេក៏ប៉ុន្តែគាត់បកកែខាងកាយវិការឲ្យមើងម៉ាត់បាទធម្មតាជីវករសំតែអ្នកដែលបកកែ ចាមែនតើ មិនណាបាទ មិនចឹងអត់ថាយើងភ័យពេកឬក៏មិនបាញ់អត់សូវនិយាយ មានអារម្មណ៍រៀងភ័យ ភ័យ អូធម្មតាអ្នកឡើងមក បាទ គាត់ ក តែ ញ្ញាសុ ភ័យ ជាតិតាពេញចិត្តទៅស្លាកមួយណាដែរបាទ ខាងស្ដាំខាងលើទៀតហើយចាយើងដឹងទូនាទីយើងហ្នឹងណាយើងត្រូវបាច់ចាំបញ្ញាញ៉ៃវិញ សូម ទេ ជ័យបាទកញ្ញាសុជាតិតាបាទ សុជាតិតាខាងណាចា កណេះបាទ ចាសូមអរគុណពេលវេលាយូរ បន្តឬក៏បញ្ឈប់បន្តឬក៏បញ្ឈប់បន្តឬក៏បញ្ឈប់ ចា បន្តឬក៏បញ្ឈប់ ចាអូខេឥឡូវទស្សនាអ្នកនរ1 2 3 ចា អាចដៃមកពីដៃនឹងដែរបើមិនបានដំបងទេឥឡូវហើមកផ្លាកទៀតខ្ញុំបើកជូនធានាហ្មង អាចមកពីដៃនឹងដែរដែលបានកង់ ឥឡូវអាចមកពីដៃនឹងដែរឥឡូវសាកដំបងណាហេចាំមើលគេនេះអូយបើកមិនដឹង សិ ឡើ ស្ស យ ប្អូនសិស្សប្អូនឯង តិចនិចសាក់ច្បងចាំមើលតិចនេះសាក់ប្អូនវិញចាំមើលនេះតិចនិចមកគេនេះគេសុំទេបាទ ឡើយនេះគឺថាសប្តាហ៍នេះយើងបានរកឃើញដែលបានទទួលបាននៅកង់គឺយ៉ាសុជីតាសុំជិះមកកណ្ដាលតិចមកបាទតែពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលដែលចូលរួមកម្មវិធីរបស់យើងហើយពុំទទួលបានទឹកប្រាក់ដោយក្តីសង្ឃឹមរបស់កញ្ញាបែរជាទទួលបានកង់មួយទៅវិញបាទ ចា មានអារម្មណ៍ថាសប្បាយរីករាយប៉ុន្តែក៏សោកស្ដាយខ្លះដែរ ចា ប៉ុន្តែយ៉ាងណាក៏បានកង់មួយទៅផ្ទះដែរ ឧទាហរណ៍ថាបានទឹកប្រាក់$15,000ទៅបំណងប្រាថ្នាចង់ធ្វើអីបាទ បើបាន$15,000យកលុយនេះទៅធ្វើផ្ទះហើយនឹងយកលុយឲ្យម៉ាក់ ចាគាត់មានកម្រងអញ្ចឹងបានន័យថានៅពេលដែលយើងឡើងហ្នឹងគឺយើងមានកម្រងក្នុងចិត្តហើយណាថាបើបានលុយយើងត្រូវតែធ្វើផ្ទះហើយនឹងជូនម៉ាក់ ចាកូនល្អ កតញ្ញូមែនតើបាទប៉ុន្តែមិនថ្មីទេជូនពរកញ្ញាទទួលបាននូវសំណាងក្រោយៗទៀតបានមិនតាមតែការចូលរួមកម្មវិធីរបស់យើងគឺទទួលបាននូវសំណាងផ្សេងទៀតដែលកញ្ញាគិតបងអរគុណ ចាពាក្យពេចន៍ចុងក្រោយសម្រាប់ទស្សនិកជនសូមជើញ សូមជម្រាបម្ចាស់បាទ ជាចុងក្រោយនេះក៏សូមអរគុណដល់រទស្សន៍ My TV ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំបានមកលេងកម្មវិធី$15,000សូមជូនពរឲ្យកម្មវិធីនេះដំណើរទៅកាន់តែរលូនទៅមុខហើយអរគុណដល់ទស្សនិកជនទាំងអស់គ្នាដែលបានមក
ចូលកម្មវិធី$15,000សូមមានសំណាងនឹងជូនពរបងទាំង បាទ ពីរ ចាអរគុណ អរគុណច្រើនបាទជួយពរកញ្ញាទទួលបាននៅបាទជោគជ័យគ្រប់ការងារជោគជ័យក្នុងការសិក្សាក៏ដូចជាទទួលបាននៅសំណាងជាបន្តទៀតអរគុណណាកញ្ញា អរគុណច្រើនចា អរគុណបាទជម្រាបលា បាយបាយចា ឲ្យបានធ្វើឲ្យបានជារបស់ខ្ញុំ15000 ចាអរគុណច្រើនឥឡូវនេះពីកម្មវិធីរបស់យើងក៏ដល់ពេលដែលត្រូវគ្រប់លាលោកអ្នកដែរហើយមុននឹងគ្រប់លានេះខ្ញុំក៏សូមថ្លែងអំណរគុណដល់លោកអ្នកដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាក្នុងកម្មវិធី15000ហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងដែលនេះខ្ញុំជាមួយលោកជំនងបាននិយាយទៅមានការខុសឆ្គងត្រង់កន្លែងណាមួយផងដែរហើយអរគុណដល់បង្គន់ពេជ្រដែលបានផាត់មុខធ្វើសក់សម្រាប់នេះខ្ញុំផងដែរ បាទខ្ញុំក៏សូមអរគុណដល់ Mr. Man ដែលបានផ្ដល់ជាសេចក្តីដ៏ស្រស់ស្អាតដល់ខ្ញុំបានផងដែរ Mr. Man មានអត្ថន័យថានៅកែង Stop DN លោកអ្នកចង់បានកៅស្អាតដល់សម័យទំនើបទាំងបរិបទទាំងនេះសូមកុំភ្លេច Mr. Man ចាដល់ពេលនេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមគោរពលាសន្យាថាជួបលោកអ្នកសប្តាហ៍ក្រោយតាមពេលវេលានឹងមកដែរបាយបាយ ខ្ញុំបានសប្បាយចិត្តកម្មវិធី